Hello បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយករឿងថ្មីមួយទៀតហើយមកសម្រាប់ជជូនបងប្អូនទស្សនាដែលរឿងនេះដែរជាប្រភេទទូរស័ព្ទឆ្លងភពចូលទៅកាន់សម័យបុរាណដូច្នេះហើយមានដាក់ចំណងជើងឲ្យថាអ្នកគ្រូពេទ្យទេវតាឆ្លងភពមកសម្រាប់ជជូនបងប្អូនទស្សនាទាំងអស់គ្នាណាដែលផ្ដើមនៃសាច់រឿងមកបង្ហាញថាមានមនុស្សស្រីម្នាក់កំពុងតែរអ៊ូថាខ្លួនឯងហងៃហ្នឹងគឺមានលុយចាយអស់ហើយអត់ដឹងថាគួរយកទៅធ្វើអីប៉ុន្តែភ្លាមនិយាយមិនទាន់ទាំងចប់ផងស្រាប់តែគ្រាប់បែកក៏ផ្ទុះឡើងហើយក៏បានបាច់យកជីវិតរបស់នាងទៅបាត់ទៅតាមការពិតនេះគឺជាជីងជាវគឺជាអ្នកដែលមានឥទ្ធិពលម្នាក់ហើយក៏ជាអ្នកដែលមានជំនាញក្នុងការផលិតថ្នាំមួយនៅសម័យទំនើបរាល់ថ្នាំដែលនាងបានផលិតហើយដាក់លក់នៅនឹងថ្លៃសុទ្ធតែមានមហាសេដ្ឋីនាំគ្នាដណ្ដើមទិញគ្រប់គ្នាដែលបង្កជាហេតុធ្វើឲ្យគ្រូពេទ្យមួយចំនួនបំពេញចិត្តនឹងនាងនោះទេដូច្នេះហើយទើបបានរៀបចំផែនការដើម្បីសម្លាប់នាងដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅខាងដើមវីដេអូអញ្ចឹងនោះនៅពេលដែលនាងបានដឹងខ្លួនឡើងនាងក៏បានរត់តែឃើញខ្លួនឯងកំពុងតែដេកនៅលើដីដែលកំពុងតែមានមនុស្សអាក្រក់បៀតបៀនខ្លួនប្រាណរបស់នាងដូច្នេះហើយនាងក៏បានស្ទើរតែចាប់ដៃបុរសម្នាក់នោះភ្លាមតែអ្វីដែលគួរឲ្យអស្ចារ្យនោះគឺពួកនឹងកថាទូរស័ព្ទរបស់យើងហ្នឹងគឺជាសាកសពដែលកម្រើកឡើងហើយពួកគេក៏បានសើចឡើងថាខ្មោចជួយផងខ្វាយឡងនឹងអសងសពួកយើងហើយពេលនោះទូរស័ព្ទរបស់យើងក៏បានបើកមាត់និយាយហើយនាងក៏បាននិយាយថាយើងស្អប់ណាស់អ្នកដែលបំពេញយើងតែមិនឲ្យរងចាំយូរទូរស័ព្ទរបស់យើងក៏ចាប់ផ្ដើមចាត់ការពួកវាម្ដងម្នាក់រហូតដល់ស្លាប់អស់ទៅហើយពេលនោះទូរស័ព្ទរបស់យើងក៏បានបន្ថែមទៀតថានេះហើយគឺជាលទ្ធផលដែលពួកឯងមកបំពេញយើងដោយឯងហើយពេលនោះដែរការចងចាំរបស់ទូរស័ព្ទរបស់យើងក៏បានលើកឡើងមកនាងចាំបានថាខ្លួនឯងបានស្លាប់នៅក្នុងឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកឯតាអីបានភ្លាមនាងស្រាប់តែលេចខ្លួននៅទីនេះវិញអញ្ចឹងគិតមិនបានយូរផងស្រាប់តែការចងចាំរបស់ម្ចាស់ដើមនៃរាងកាយនេះក៏បានរំលឹកឡើងមកតាមពិតរាងកាយនេះមិនមែនជារាងកាយរបស់នាងនោះទេម្ចាស់ដើមនៃរាងកាយនេះក៏មានឈ្មោះថាជីងជាវហើយនាងក៏មានមុខមាត់ដូចជានឹងទូរស័ព្ទរបស់យើងដែរនាងគឺជាកូនស្រីស្របច្បាប់នៃគ្រួសារជីនដែលស្ថិតនៅក្នុងនគរធានចុងប៉ុន្តែទោះបីជានាងមានឋានៈជាអ្នកនាងធំនៅក្នុងគ្រួសារជីនក៏ដោយប៉ុន្តែនៅក្នុងពិភពលោកនេះគឺគេផ្ដោតទៅលើអ្នកដែលមានកម្លាំងខ្លាំងគឺជាអ្នកធំប៉ុន្តែបើសិនជាមនុស្សនោះខ្សោយនោះនឹងត្រូវបានគេមើលងាយនិងសើចចំអកធ្វើបាបចាក់ជាមិនខានរីឯទស្សនៈរបស់យើងវិញគឺជាមនុស្សមកពីឆ្នាំ2030គឺជាមនុស្សដែលមានអំណាចនិងពូកែខាងផលិតថ្នាំខ្លាំងមែនទែនហើយនាងក៏មិនមែនជាមនុស្សម្នាក់ដែលទិញជ្រេឲ្យគេធ្វើបាបនាងដោយងាយៗនោះទេនាងក៏បានសន្យានឹងម្ចាស់ដើមនៃរាងកាយនេះផងដែរថាខ្ញុំនឹងជួយសងសឹកទៅកាន់មនុស្សដែលនាងស្អប់ទាំងអស់សាច់រឿងរបស់យើងបានកាត់មកដល់ឈុតបុរាណម្នាក់កំពុងតែជាប់ឃុំខ្លួននៅក្រោមដីដោយច្រវាក់មេឃាហើយគេកំពុងតែរំដោះខ្លួនព្យាយាមដើម្បីឡើងទៅខាងលើនៅពេលនោះគេប៊ីកនឹងបានឡើងទៅដល់លើទៅហើយស្រាប់តែទូរស័ព្ទរបស់យើងហ្នឹងក៏បានធ្លាក់ចូលទៅចំកន្លែងដែលគេឡើងហ្នឹងហើយទូរស័ព្ទរបស់យើងហ្នឹងខូចខ្លាំងមែនទែនអ្នកនរគ្នាពេលធ្លាក់ហ្នឹងហត់ទៅជន់ក្បាលគេដើម្បីឲ្យខ្លួនឯងហ្នឹងបានសម្រុតខ្លួនឡើងទៅលើវិញដល់ពេលនេះវិញជាអកុសលក៏ត្រូវបានច្បាប់មេឃាហ្នឹងហត់កទាញចុះទៅវិញនៅពេលនោះដែរក្តីសង្ឃឹមមកទូរស័ព្ទរបស់យើងចាប់បានសម្រេចទៅហើយស្រាប់តែមានដៃមួយទាញជើងរបស់នាងឲ្យចុះមកវិញមានតែគេគឺគេអភិអបៈនឹងអ្នកនរគ្នាទិដ្ឋផលចុងក្រោយគឺជាប់នៅខាងក្រោមដីនឹងទាំងពីរនាក់ហ្មងអ្នកនរគ្នាហើយម្នាក់នេះដែរគឺជាតួប្រុសរបស់យើងប៉ុន្តែអត់ទាន់ដឹងថាគេមានឈ្មោះអ្វីនោះទេទោះតែចាំទៅភាគបន្ទាប់ទៀតទើបយើងដឹងណាពេលនោះតួប្រុសរបស់យើងខឹងខ្លាំងមែនទែនថាហេតុអីបានជានាងមកបំផ្លាញផែនការនៃការរត់គេចរបស់យើងពេលនោះគេប្រងនឹងសម្លាប់ទូរស័ព្ទរបស់យើងទៅហើយក៏ទូរស័ព្ទរបស់យើងក៏បាននិយាយថាលោកសម្រួលអារម្មណ៍សិនទៅពួកយើងមកចរចាគ្នាសិនឥឡូវខ្ញុំមានវិធីមួយបើសិនជាលោកជួយឲ្យខ្ញុំចេញទៅខាងលើបានខ្ញុំនឹងជួយដោះលែងលោកក្រោយពីរៀបរាប់បញ្ចូលទៅកាន់តួប្រុសហើយតួប្រុសក៏បានយល់ព្រមហើយមានភាពនោះដែរទូរស័ព្ទរបស់យើងក៏ចាប់ផ្ដើមរកវិធីដើម្បីបំបែកច្រវាក់មេឃានេះក្រោយពីសង្កេតអស់រយៈពេលប្រមាណនាទីក្រោយមកទូរស័ព្ទរបស់យើងក៏បានរកវិធីដើម្បីដោះស្រាយចេះហើយធ្វើឲ្យតួប្រុសរបស់យើងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយគេគិតថាគេនៅទីនេះអស់រយៈពេល1000ឆ្នាំហើយគេគ្មានវិធីក្នុងការដោះស្រាយផងហេតុអីបានជានាងគិតត្រឹមតែ2នាទីក៏គិតរកដំណោះស្រាយចេញមិនត្រឹមតែប៉ុណ្ណោះគេក៏បានសួរឈ្មោះទូរស័ព្ទរបស់យើងផងថាតើនាងមានឈ្មោះអីទូរស័ព្ទរបស់យើងក៏បានឆ្លើយតបថាខ្ញុំឈ្មោះជាវជាហើយទូរស័ព្ទរបស់យើងបានប្រាប់ឈ្មោះរបស់គាត់ហ្នឹងហើយទៅកាន់គេដល់មកអ្នកទាំងពីរក៏នាំគ្នាធ្វើការចាក់ចេញពីទីនោះបាត់ទៅអូខេអ្នកទាំងគ្នាហើយសាច់រឿងរបស់យើងនៅប្រហែលភាគហ្នឹងក៏បានមកដល់ទីបញ្ចប់ជួបជុំគ្នានៅវីដេអូក្រោយណាអូខេ love you bye